មហិច្ឆតានៃដង្កូវមាសនៅក្នុងព្រៃដ៏ក្រាស់មួយដែលព្រះអាទិត្យធ្លាក់រាល់ពេលល្ងាចតាមរយៈស្លឹកឈើបង្កើតបានជារូបយន្តពណ៌មាសបៃតងមានដើមឈើដ៏ធំមួយដែលគេហៅថាកុសាឡាដារ៉ារុក្ខជាតិនេះមានអាយុកាលរាប់ពាន់ឆ្នាំនិងត្រូវបានគេចាត់ទុកថាជាបេះដូងនៃព្រៃឈើសាខារបស់វាស្ថិតនៅក្រោមមេឃខៀវស្រងាត់ហើយឫសរបស់វាជាប់ទាក់ទងនឹងខ្សែស្រឡាយនៃជីវិតខ្លួនឯងនៅលើស្លឹកធំពណ៌បៃតងភ្លឺរបស់វារស់នៅដង្កូវតូចមួយឈ្មោះកលីឡាមានរាងកាយពណ៌បៃតងថ្លាដែលអាចមើលឃើញចរន្តជីវិតរបស់វាបញ្ចេញពន្លឺពណ៌មាសតិចនៅពេលយប់ផ្ទុយពីដង្កូវធម្មតាទៀតលីឡាមិនចង់ក្លាយទៅជាម្រាមភ្លៅឡើយវាចង់ស្ថិតនៅក្នុងទម្រង់បច្ចុប្បន្នរបស់វាជារៀងរហូតដើម្បីអាចរក្សាភាពសុខសាន្តនិងសង្គមនៅលើស្លឹកឈើដែលវាស្គាល់ទោះជាយ៉ាងណាក៏ដោយនៅពេលដែលរដូវប្រាំងមកដល់សាឡាដារ៉ាបានចាប់ផ្ដើមរោមស្លឹកធ្លាក់សាខាคล้ายជាស្ងួតហើយចរន្តជីវិតក៏ចាប់ផ្ដើមថយចុះព្រៃឈើទាំងមូលហាក់ដូចជាកំពុងស្លាប់ទាំងយឺតលីឡាមានអារម្មណ៍ថាខ្សែស្រឡាយជីវិតរបស់ខ្លួនកំពុងតែរលាយបាត់ទៅក្នុងភាពអស់សង្ឃឹមលីឡាបានចុះទៅរកឫសឈើនៅទីនោះវាបានជួបនឹងអាចដីដ៏ចាស់មួយឈ្មោះអូរីបានប្រាប់លីឡាថាសាឡាដារ៉ាមិនស្លាប់ទេវាគ្រាន់តែកំពុងស្ងប់ស្ងាត់រុក្ខជាតិនេះមានរឿងរ៉ាវដែលគ្មាននរណាម្នាក់ដឹងគឺថារាល់រំពេចដែលរុក្ខជាតិនេះចាប់ផ្ដើមស្លាប់គឺត្រូវការដង្កូវមួយដែលមានសេចក្តីក្លាហានដើម្បីបំពេញពិធីបុរាណមួយដង្កូវនោះត្រូវតែបំពេញមហិច្ឆតារបស់វាហើយបំលែងខ្លួនជាម្រាមភ្លៅបន្ទាប់មកហោះហើរទៅកន្លែងខ្ពស់បំផុតនៃសាឡាដារ៉ាហើយយកស្នាមញើសរបស់ខ្លួនដែលមានពន្លឺមាសពណ៌ប៉ុណ្ណោះទើបអាចបំពេញស្លឹកថ្មីបានប៉ុនតែនៅពេលដែលធ្វើដូច្នោះដង្កូវនឹងបាត់បង់អត្តសញ្ញាណរបស់វាហើយក្លាយជាផ្នែកមួយនៃរុក្ខជាតិជារៀងរហូតលីឡាដឹងថានេះគឺជាកាតព្វកិច្ចរបស់ខ្លួនទោះបីជាខ្លាចក៏ដោយវាមិនអាចមើលឃើញព្រៃឈើស្លាប់បានឡើយដូច្នេះលីឡាបានសម្រេចចិត្តដោយមានការតស៊ូយ៉ាងខ្លាំងវាបានសង្កត់ចិត្តឲ្យបំពេញមហិច្ឆតារបស់ខ្លួនដំណើរការបំលែងរូបរាងបានកើតឡើងលីឡាបានបង្កើតសម្បុករបស់វាហើយចាប់ផ្ដើមការផ្លាស់ប្ដូរវាមានអារម្មណ៍ថាអត្តសញ្ញាណរបស់វាកំពុងតែរលាយបាត់ទៅដោយទឹកដែលហូរចេញពីដៃនៅពេលដែលវាភ្ញាក់ឡើងវាបានក្លាយជាម្រាមភ្លៅដ៏ស្រស់ស្អាតមួយដែលមានស្លាបពណ៌មាសដែលភ្លឺដូចព្រះអាទិត្យដោយស្គាល់ថាពេលវេលារបស់ខ្លួនមានកំណត់ម្រាមភ្លៅលីឡាបានហោះហើរឡើងទៅលើដើមឈើសាឡាដារ៉ាដោយលឿនជាងដេញយកពន្លឺចុងក្រោយនៃថ្ងៃខ្មោចចងអាឃាតនៅជីដងព្រៃស្ងាត់មួយនៅភាគសាននៃប្រទេសកម្ពុជាមានភូមិតូចមួយឈ្មោះភូមិសូរិយាល័យភូមិនេះស្ងប់ស្ងាត់មានកុលាលបុត្រនិងកុលាលបុត្រីរស់នៅយ៉ាងសុខសាន្តអស់ជាច្រើនជំនាន់មកហើយប៉ុន្តែនៅជ្រលងភ្នំដាច់ស្រយាលជាប់ព្រំភូមិមានដើមឈើធំមួយដែលសាច់រលួយស្លឹកជ្រុះគ្មានសល់គេហៅថាបើដើមឈើខ្មោចលើមិនអ្នកណាហ៊ានចូលចិត្តកន្លែងនោះទេពីព្រោះយប់ព្រឹកសំឡេងឈឺឆ្អាលនិងឃើញម្លប់ខ្មៅស្រអាប់អណ្ដែតយាយីក្បួនចង់អាឃាតដ៏គួរឲ្យភ័យខ្លាចរឿងនេះចាប់ផ្ដើមពីជីវិតរបស់ស្រីក្រមាន់កុមារីវ័យ17ឆ្នាំដែលរស់នៅជាមួយឪពុកម្ដាយនិងបងប្រុសម្នាក់ឈ្មោះម៉ាត់គ្រួសារពួកគាត់ក្រីក្រណាស់រស់នៅដោយការធ្វើស្រែនិងប្រមូលផលព្រៃស្រីក្រមាន់ជាក្មេងស្លូតបូតក្រៃលែងគោរពចាស់ទុំហើយតែងតែជួយគ្រួសារនៅពេលរាល់ដងបន្ទាប់ពីរៀនចប់មួយថ្ងៃនៅរដូវប្រាំងឪពុករបស់ស្រីក្រមាន់ឈឺខ្លាំងត្រូវការថ្នាំពេទ្យគ្រួសារគ្មានលុយសោះម៉ាត់បងប្រុសក៏សម្រេចចិត្តចូលព្រៃជ្រៅដើម្បីប្រមូលរុក្ខជាតិពេជ្រដែលមានតម្លៃដើម្បីនាំមកលក់មុនពេលចាក់ចេញម៉ាត់បានព្រមានស្រីក្រមាន់ថាកុំឯងកុំចូលចិត្តដើមឈើខ្មោចណាពីតាមមករដងបងទៅយករបស់ដែលត្រូវការហើយនឹងត្រឡប់មកវិញមុនពេលយប់ទេប៉ុន្តែពេលវេលាកន្លងផុតទៅព្រះអាទិត្យរលិចស្រាប់តែមានភ្លៀងធ្លាក់ខ្លាំងហើយម៉ាត់មិនបានត្រឡប់មកវិញសោះស្រីក្រមាន់ព្រួយបារម្ភខ្លាំងណាស់នាងអង្គុយចាំនៅជញ្ជាំងផ្ទះស្ដាប់សំឡេងខ្យល់ដែលដូចជាស្រែកយំថ្ងៃបន្ទាប់ម៉ាត់នៅតែមិនវិលត្រឡប់ស្រីក្រមាន់សម្រេចចិត្តចូលព្រៃស្វែងរកបងរបស់នាងដោយខ្លួនឯងនាងដើរកាត់ព្រៃជ្រៅហើយឈ្មោះបងរបស់នាងរាល់ពេលសត្វស្លាបនិងសត្វពាហនៈទាំងឡាយហាក់ដូចជាគេចវិសពីនាងនៅពេលដែលថ្ងៃជិតរលិចស្រីក្រមាន់បានទៅដល់ជ្រលងភ្នំដាច់ស្រយាលនិងឃើញដើមឈើខ្មោចដែលគេនិទានគ្នាស្លឹកឈើពណ៌ត្នោតជ្រេញមែកឈើលាតសន្ធឹងដូចដៃអ្នកត្វាកំពុងស្រែកយំនៅជើងឈើនាងបានឃើញកន្សែងក្រហមមួយដែលជាកម្មសិទ្ធិរបស់ម៉ាត់បងម៉ាត់ស្រីក្រមាន់ស្រែកហៅភ្លាមនោះខ្យល់បក់ខ្លាំងមេឃងឹតមកដល់ទ្វារហើយសំឡេងយំឈឺឆ្អាលក៏លាន់ញើនាងងាកមើលទៅឃើញស្រមោលមនុស្សម្នាក់កំពុងអង្គុយយំនៅម្ដុំឫសឈើនៅពេលនាងចូលទៅជិតស្រមោលនោះងាកមកហើយស្រីក្រមាន់ក្រឡេកឃើញមុខស្លេកស្លាំងរបស់បងរបស់នាងបងម៉ាត់មកផ្ទះជាមួយខ្ញុំស្រីក្រមាន់ស្រែកយំម៉ាត់យំសោកស្ដាយគឺបងមិនអាចទៅណាបានទេប្អូនបងត្រូវខ្មោចនេះចង់អាឃាតហើយបងបានប៉ះពាល់ដល់ដើមឈើខ្មោចនេះហើយឥឡូវវាតម្កល់ខ្ញុំទុកនៅ